នៅថ្ងៃនេះគឺខ្ញុំមកសំបែងមនុស្សប្រុសនៅចំពោះមុខខ្ញុំនេះគឺជាកំឡោះបនដែលខ្ញុំចិញ្ចឹមរយៈពេល3ឆ្នាំគេបានផ្ដល់ខ្ញុំនូវសេចក្តីស្រឡាញ់និងការសប្បាយរីករាយរាប់មិនអស់ចំណែកខ្ញុំវិញក៏បានឆ្លៀវវង្វេងដើមទ្រូងនិងមន្តស្នេហ៍របស់គេជាច្រើនដែរហើយលើកនេះគឺជាលើកចុងក្រោយដែលពួកយើងសោយសោកឲ្យអស់ចិត្តជាមួយនឹងកម្ដៅមិនសល់ទង់កម្លាំងកាយរបស់កំឡោះក្មេងនេះគឺកាន់តែល្អទៅហើយអំបាញ់មែងខ្ញុំបិទទៅយកមកវល់គេទៅហើយកុំញោះខ្ញុំអីខ្ញុំខ្លាចទប់ខ្លួនមិនជាប់កណ្ដាលរូបរាងដែលស្រស់ស្អាតបែបនេះនៅថ្ងៃក្រោយមិនអាចស្ទាបបានទៀតគួរឲ្យសោកស្ដាយណាស់ស៊ូឈិនម៉ងនាងមានន័យថាម៉េចប្តីខ្ញុំត្រូវត្រឡប់មកវិញហើយនៅថ្ងៃក្រោយមិនស្រួលចេញមកលេងទេពួកយើងមិនចាប់ត្រឹមនេះចុះស៊ូឈិនម៉ងនាងហ៊ានបោះខ្ញុំចោលហើយនិយាយបោះមិនបោះអីរវាងខ្ញុំនិងលោកគ្រាន់តែជាតម្រូវការផ្ទាល់ខ្លួនប៉ុណ្ណោះខ្ញុំឃ្លាននឹងរូបរាងរបស់លោកឃ្លាននឹងលុយរបស់ខ្ញុំមិនមែនទេបែបនេះចាខ្ញុំមានសាច់មួយសន្លឹងយកវាទៅហើយទៅធនាគារក្រោមត្រកូលជ័យអាចដកលុយ$1,000បានចាត់ទុកជាសំណងដែលខ្ញុំឲ្យលោកទៅចុះស៊ូឈិនម៉ងខ្ញុំតាមនាងអស់រយៈពេល3ឆ្នាំហើយនាងយកលុយ$10,000សោះក៏លេងខ្ញុំចេញមិនគ្រប់ទេបើសិនជាមិនគ្រប់នោះវេលាលេអ៊ីងនេះក៏បន្សល់ទុកឲ្យលោកដែរអ្វីដែលខ្ញុំចង់បានមិនមែនទាំងអស់ទេខ្ញុំចង់បាននាងតែប៉ុណ្ណោះខ្ញុំជាមនុស្សស្រីដែលមួយជីវិតនេះលោកមិនអាចយកបានយកលេខ$10,000នេះលោកថ្ងៃក្រោយក៏ធ្វើជាប្រុសបន់ទៀតអីហើយរស់នៅជីវិតដែលបានល្អតែលោកជាមនុស្សប្រុសទី1របស់ខ្ញុំទុកចិត្តចាស់ខ្ញុំនឹងនឹកលោកស៊ូឈិនម៉ងនាងហ៊ានជាមួយខ្ញុំនាងមិនដឹងថាខ្ញុំលោកសេនាប្រមុខប្រហែលថ្ងៃទៀតជាខួប50ឆ្នាំរបស់លោកស្រីចាត់មនុស្សមកអញ្ជើញលោកទៅដំណាក់យោធាវិញចេញទៅស៊ូឈិនម៉ងនាងពិតជាយកលោកសេនាប្រមុខធ្វើជាបរិបបនអស់3ឆ្នាំមែនគ្រាន់តែគួរឲ្យស្ដាយតាំងពី3ឆ្នាំមុនពេលដែលនាងមកញ៉េះញោះយើងជាលើកដំបូងនោះរវាងពួកយើងគឺមិនមែននាងនិយាយថាបញ្ចប់គឺអាចបញ្ចប់បានទេស៊ូឈិនម៉ងហេតុអីនាងមកហើយលោកប្តីទៅនៅក្រៅប្រទេសអស់រយៈពេល3ឆ្នាំត្រឡប់មកវិញក្នុងនាមជាភរិយានេះប្រកាសតែត្រូវមកទទួលលោកហើយខ្ញុំមិនមែនជាប្តីរបស់នាងទេនាងក៏មិនមែនជាប្រពន្ធខ្ញុំដែរសេទៅជាភរិយាដែលខ្ញុំទទួលស្គាល់មើលទៅលោកប្តីនៅក្រៅប្រទេស3ឆ្នាំនេះទទួលបានលទ្ធផលខ្លាំងណាស់បងស្រីបងក៏មិនទៅអាមីងអីគឺខ្ញុំមិនល្អនៅយប់នោះមិនប្រយ័ត្នបានផឹកស្រាជាច្រើន
រំភេទប្រទេសផ្ដាស់ក្រៃផឹកស្រីមើលទៅកម្រិតស្នាបងស្រីពិតជាមិនល្អទេអញ្ចឹងគឺជាបងស្រីនាងពីគ្រួសារណាមកនាងក៏ហៅខ្ញុំថាអ្នកស្រីចឹងអាមីងបងស្រីគឺមិនចូលចិត្តខ្ញុំមែនទេអញ្ចឹងកូនក្នុងពោះខ្ញុំនេះនៅអាចកាត់មកបានឬអត់សេនាងក៏ខ្វល់នឹងគេអីនាងទៅជាភរិយារបស់ខ្ញុំនាងមានកំណត់កូនរបស់យើងមិនមែនគេជាអ្នកសម្រេចចិត្តទេបង្កើតតែអ្នកណានិយាយថាមិនបង្កើនត្រូវតែបង្កើតកូននេះមកត្រូវហៅខ្ញុំថាអ្នកម៉ាក់ទៀតផងថ្ងៃនេះខ្ញុំមិនបានរៀបចំទឹកមុនបើមិនអញ្ចឹងថ្ងៃនេះគឺទទួលនាងជួបផ្ទះធ្វើជាប្រពន្ធចុងកុំឲ្យពេលរឿងនេះផ្សព្វផ្សាយចេញទៅថ្ងៃក្រោយនិយាយថាម្ដាយបង្កើតកូននេះគឺជាប្រពន្ធចុងដែលគ្មានឈ្មោះគ្មានតំណែងហើយពពោះមុនពេលរៀបការអាមីងខ្ញុំមិនមែនប្រពន្ធទី2ទេស៊ូជីម៉ុងនាងកំពុងតែនិយាយពេលប្រាស័យហ្នឹងបើសិនជានាងនៅតែនិយាយទៀតជឿថាខ្ញុំលេងលះនាងទេចាំបីអន្តះសាអីទេសូម្បីតែលេងសើចក៏មិនអាចលេងបាននឹងមានទៀតបើសិនលោកចង់លេងលះនឹងខ្ញុំមែន3ឆ្នាំមុនគឺមិនអាចរត់ទៅប្រទេសក្រៅទាំងធ្លាក់ទៅចិត្តបែបនេះទេនាងអីទេថ្ងៃនេះគឺលោកម្ចាស់ខ្ញុំនាំលោកទៅផ្ទះចាស់វិញទៅតាមខ្ញុំឬទៅតាមប្រពន្ធទី2លោករើសខ្លួនឯងទៅជាចេញខ្ញុំត្រូវជូនសេត្រឡប់ទៅផ្ទះវិញនាងទៅវិញខ្លួនឯងទៅអាចកោមនុស្សប្រុសស្រីចង្រៃស៊ូឈិនម៉ុងក្រែនៅមុខខ្ញុំមិនស្វាហាប់ណាស់ទេឥឡូវមិនបានជជែកគេធ្វើបានអញ្ចឹងគឺចេះតែជេរប្រុសស្រីមួយម៉ាត់នៅក្រៅក្នុងតែប៉ុណ្ណោះលោកសេនាប្រមុខហេតុអីក៏លោកមិនសារភាពជាមួយនឹងអ្នកនាងស៊ូទៅខ្ញុំមកច្រើនពេកហើយលើកនេះពិធីខូបកំណត់របស់អ្នកម៉ាក់គ្រួសារជើគឺបានទទួលការអញ្ជើញដែរទេសូមជម្រាបលោកសេនាប្រមុខគ្រួសារជើគ្រួសាររាជការទាំងអស់នោះគឺសុទ្ធតែមានសម្បត្តិអញ្ជើញឲ្យគ្រួសារជើមួយស្លឹកទៀតទៅបញ្ជាក់ឈ្មោះអញ្ជើញជើមីងហើយនឹងស៊ូឈិនម៉ុនបាទមកចំហៀងនេះហេតុអីដេកប្រុសបងឲ្យខ្ញុំទិញអញ្ចឹងទោះបីមានលុយ$10000ដែលខ្ញុំឲ្យនោះក៏គេមិនអាចអង្គុយគ្រឿងឡានប្រឌិតបែបនេះដែរអ្នកនាងម្នាក់នេះពេលមិនអាចនិយាយតែនិយាយបានដែរទេនោះជាឡានផ្ទាល់ខ្លួនរបស់លោកសេនាប្រមុខដល់ដំណាក់យោធាអ្នកអង្គុយលើនោះគឺលោកសេនាប្រមុខមិនមែនជាប្រុសបងអ្វីនោះទេលោកសេនាប្រមុខតាមពិតគឺជាលោកសេនាប្រមុខសោះបើតែខ្ញុំប្រហែលជាមួយច្រឡំប៉ុន្មានថ្ងៃនេះមិនបានជួបដូចជាគេដល់ហើយកូនចង្រៃឯងនេះលើថាឯងបានយកស្រីចង្រៃនោះមកជាមួយដៃអ្នកម៉ាក់សេនេះមិនមែនជាមនុស្សស្រីអាក្រក់ទេឯងខ្លួនឯងដឹងដែរទេថាឯងជាមនុស្សដែលមានភរិយាហើយបាននិយាយដល់សម្រស់បាននិយាយដល់ការសិក្សាអត្តចរិតស្រីចង្រៃដែលមានចិត្តមិនល្អនោះមានកន្លែងណាដែលប្រៀបធៀបនឹងមកបានទេមិនចូលចិត្តគឺមិនចូលចិត្តហើយខ្ញុំចង់លេងលះជាមួយនឹងស៊ូឈិនម៉ុនដែលនឹងសេជាប្រពន្ធមនុស្សចង្រៃឯងដឹងទេថាឯនៅក្រៅប្រទេស3ឆ្នាំមកនេះគឺសុទ្ធតែមិនជាអ្នកមើលថែទាំឯងធ្វើបែបនេះតើស័ក្តិសមនឹងគេដែរទេអាកូនចង្រៃឯងនេះហេតុអីយើងកាត់កូនប្រុសចង្រៃដូចជាឯងនេះអ្នកម៉ែបើខឹងធ្វើឲ្យខូចសុខភាពនោះគឺមិនចំណេញទេលោកប៉ាអ្នកម៉ែបើសិនជាជីងមីងគាត់មិនចូលចិត្តខ្ញុំទៅហើយអញ្ចឹងខ្ញុំធ្វើតាមគាត់ចាស់លេងជាមួយនឹងគាត់ម៉ងឯងទុកចិត្តចាស់ពួកយើងមកឯងធំលូតលាស់តាំងពីតូចមកលោកប៉ានិងអ្នកម៉ាក់ប្រកាសចេញមុខជំនួសឯងពួកយើងទោះបីជាមិនស្គាល់កូនប្រុសម្នាក់នេះក៏មិនអាចមិនទទួលកូនប្រសាទដូចជាឯងនេះបានដែរម៉ងឯងទុកចិត្តចុះ
បើកូនចង្រៃនេះវាហេតុលេងលះជាមួយនឹងឯងយើងនឹងយកសមាជិកជាអ្នកស្នងតំណែងរបស់គ្រួសារជើមកនិយាយថ្ងៃក្រោយទ្រព្យសម្បត្តិទាំងអស់របស់ឯងទាំងអស់ពុកស៊ូឈិនម៉ុងគឺជាមនុស្សខាងក្រៅទេសេបានពោពោះកូនរបស់ខ្ញុំគេទៅជាមនុស្សរបស់ខ្ញុំកូនស្រីចង្រៃនោះកើតមកគ្រួសារជើយើងមិនទទួលស្គាល់ជាដាច់ខាត់កូនចង្រៃឯងនេះឯងនិយាយថាម៉ុងគឺជាអ្នកក្រៅឯងឆ្នាំនោះបើមិនមែនតារបស់ម៉ុងបានទទួលឯងឲ្យយើងញ៉ាំបាយទេថ្ងៃនេះមានឯងមកពីណាអាកូនអាកាត់ញូយើងនឹងវាយឯស្លាប់ហើយលោកប៉ាយើងនឹងវាយឯស្លាប់លោកប៉ាខ្ញុំគឺជាសាច់ឈាមទៅមើលកូនរបស់គ្រួសារជើបើសិនជាលោកប៉ាវាយខ្ញុំស្លាប់គ្រួសារជើនឹងដាច់ពូជហើយអ្នកម៉ាក់ជួយនិយាយឲ្យលោកប៉ាទៅឯងទុកចិត្តចុះយើងនឹងលោកប៉ារបស់ឯងនៅគ្មាននៅឡើយនៅឯងបង្កើតបានទៀនយ៉ាងច្រើនយើងយកម៉ុងធ្វើជាកូនស្រីធေါ်របស់យើងថ្ងៃក្រោយរកកូនភាសាប្រុសមួយឲ្យគេចុះដល់ពេលនោះទ្រព្យសម្បត្តិរបស់គ្រួសារជើទាំងអស់ប្រគល់ឲ្យកូនរបស់ម៉ុងវាយបានល្អណាស់វាយបានល្អណាស់ចុះជីងមីងឲ្យលោកមីងនេះក្អេងក្អាងចំពោះមុខខ្ញុំចុះប៉ុន្តែលើកនេះមើលទៅលើលោកប៉ានឹងអ្នកម៉ាញ់ខ្ញុំមិនប្រកាន់ជាមួយនឹងលោកទេបើសិនជាលោករករឿងខ្ញុំទៀតចាំមើលខ្ញុំចាត់ការលោកយ៉ាងម៉េចអ្នកម៉ាលោកប៉ាកុំខឹងខ្លាំងពេកបើសិនជាដល់ពេលនោះធ្វើឲ្យខូចមនោសញ្ចេតនាលោកប៉ានឹងកូនទៀតនោះច្បាស់ជាមិនល្អទេបើសិនជាលោកប៉ានឹងអ្នកម៉ាវាយគាត់ស្លាប់មែនអញ្ចឹងខ្ញុំនឹងខ្លាចជាស្រីម៉ែហើយមែនទេអាកូនចង្រៃមើលទៅលើការអំបររបស់ម៉ុងគេឲ្យលើកលែងឲ្យឯងម្ដងទៅចុះម៉ុងអង្គុយទៅអាកូនចង្រៃនៅមិនសុំទោសម៉ុងទៀនខ្ញុំមិនសុំទោសទេឯងគិតថាលោកប៉ាឯងវាយឯងនឹងមិនទាន់គ្រប់មែនទេឯងចង់ឲ្យយើងនឹងលោកប៉ាឯងវាយឯងព្រមគ្នាមែនទេខ្ញុំណែខ្ញុំសុំទោសខ្ញុំសុំទោសអត់ទាន់ញ៉ាំបាយទេមែនទេឲ្យខ្លាំងតិចទៅខ្ញុំសុំទោសសុំទោសទៅទេបានប្រយោជន៍ស្អីទៅប៉ុន្មានឆ្នាំនេះអ្វីគ្រប់យ៉ាងនៅក្នុងផ្ទះគឺសុទ្ធតែម៉ុងជាអ្នករៀបចំដោយខ្លួនឯងទាំងអស់បើសិនជាឯងត្រឡប់មកវិញគឺទទួលខុសត្រូវចំពោះបន្ទុកខ្លួនឯងទៅស្រាប់ពេលនោះក៏ឲ្យពួកយើងមើលដែរឯងគឺមានសិទ្ធិធ្វើជាអ្នកស្នងតំណែងរបស់គ្រួសារចៅឬអន់អាជីវកម្មរបស់យើងមានសូត្រមួយក្រុមត្រូវដឹកជញ្ជូនទៅទីក្រុងជាងត្រូវតែសញ្ញាលិខិតឆ្លងកាត់រឿងនេះប្រកល់ឲ្យឯងហើយយើងប្រាប់ឯងលិខិតឆ្លងកាត់នេះឯងត្រូវតែយកឲ្យបានណាដឹងដែរទេគ្រាន់តែលិខិតឆ្លងកាត់មួយស្លឹកតែប៉ុណ្ណោះទេមានបញ្ហាឡើយបើសិនជាងាយស្រួលបែបនេះណាយើងមិននឹងអាចឲ្យឯងពិសោធន៍ទៅសូត្រគឺជាតំណែងសំខាន់ដើម្បីយកបានសញ្ញាលិខិតឆ្លងកាត់ត្រូវតែដោះស្រាយជាមួយនឹងមនុស្សម្នាក់ឲ្យបានសិនណាយល់ដែរទេតែអ្នកណាគេលោកសេនាប្រមុខដំណាក់យោធាគូជីងហាងខាងស្អែកជាវិធីខួបកំណើត50ឆ្នាំរបស់លោកស្រីដំណាក់យោធាហើយស្ដាប់ឮថាលោកស្រីដំណាក់យោធានេះត្រូវធ្វើជាភរិយាឲ្យលោកសេនាប្រមុខនៅក្នុងពិធីខួបកំណើតរបស់គាត់ហើយដល់ពេលនោះលោកសេនាប្រមុខប្រកាសជាចេញមុខមកនោះហើយជាឱកាសរបស់ឯងជាធម្មតាគ្រួសារពាណិជ្ជករមានសម្បត្តិអញ្ជើញតែមួយប៉ុណ្ណោះលើកនេះលោកសេនាប្រមុខចាត់មនុស្សយកឲ្យពួកយើងពីសន្លឹងហើយត្រូវឲ្យពួកឯងទាំងពីរទៅជាមួយគ្នាទៀតនេះគឺជាប្រកាសមើលធ្ងន់ទៅលើគ្រួសារចៅរបស់យើងឯងត្រូវតែក្តាប់ឱកាសនេះឲ្យបានស្ដាប់ឮឬអន់ទុកចិត្តចោលលោកប៉ាទុកចិត្តចោលណែម៉ាក់ខ្ញុំប្រកាសជាយកលិខិតឆ្លងកាត់ឲ្យបាននៅក្នុងដៃជាមិនខានលោកសេនាប្រមុខជួនសម្បត្តិចេញពីសន្លឹកមកជាពិសេសហើយបញ្ជាក់ឈ្មោះឲ្យខ្ញុំនឹងចៅជីមីងទៅទៀតបានហើយឯងនឹងម៉ុងទៅត្រឡប់មកវិញក៏ហត់ណាស់ដែរប្រញាប់ទៅសម្រាប់វិញចុះណាអញ្ចឹងពួកយើងសុំតែសិនហើយសុឈិនម៉ុងនាងមកបន្ទប់ខ្ញុំធ្វើអីនាងក៏ស្មានថានាងស្នាក់នៅក្នុងបន្ទប់របស់ខ្ញុំអរយៈ3ឆ្នាំបន្ទប់នេះគឺជារបស់នាងណានាងរំត់ចិត្តមួយនេះទៅខ្ញុំគឺមិនអាចគេងជាមួយនាងបានទេខ្ញុំជាមនុស្សទេកុសលលំដាប់កំពូលមកពីក្រៅប្រទេសហើយនៅមានទៀតរូបរាងស្គមដូចជាឆ្អឹងរបស់នាងនោះសុបបីបន្តិចក៏មិនអាចប្រៀបជាមួយនឹងសេវបានដែរបន្ទប់ដែលខ្ញុំស្នាក់នៅរយៈពេល3ឆ្នាំខ្លះជារបស់លោកតាំងពីពេលណាទៅនៅមានទៀនលោកកុំគិតថាអ្នកណាក៏អាចដូចជាសេវរបស់លោកសំអាងលើមុខមាត់នឹងដងខ្លួនធម្មតារបស់លោកសូម្បីតែបរិបទនៃខ្ញុំចិញ្ចឹមនោះក៏មិនស្មើផងនាងហ៊ានចិញ្ចឹមប្របនទៀតយ៉ាងម៉េច
គឺអនុញ្ញាតឲ្យតែលោកចិញ្ចឹមប្រពន្ធទី2មិនឲ្យខ្ញុំចិញ្ចឹមប្រុសបនទីប្រាប់លោកទៅចុះខ្ញុំមិនត្រឹមតែចិញ្ចឹមនោះទេនៅចំណាយប្រាក់គ្រួសារចៅទៀន មនុស្សស្រីគួរតែគោរពប្រណិប័ត3យ៉ាងនិងគុណធម៌4យ៉ាងហើយប្រកាន់ខ្ជាប់នៅព្រហ្មចារីនាងនេះជាផ្កាដុះក្នុងទឹកហើយមិនគោរពច្បាប់ទម្លាប់ស្ត្រីទេមិនមានគុណសម្បត្តិជាប្រពន្ធរបស់គេសូម្បីបន្តិចនាងមិនអាចប្រៀបធៀបជាមួយនឹងសេវសូម្បីបន្តិច លោកប្រុសអ្នកនាងលោកម្ចាស់នឹងលោកស្រីនិយាយថាបន្ទប់នេះគឺជាបន្ទប់របស់អ្នកទាំងពីរហើយបានប្រាប់ថាអ្នកទាំងពីរបន្តនៅយប់នេះទៀតចុះ សម្បត្តិអញ្ជើញជូនហើយឬនៅជំរាបលោកសេនាប្រមុខសម្បត្តិអញ្ជើញបានជូនទៅហើយប៉ុន្តែអ្នកស៊ើបអង្កេតរបស់យើងគឺបានស៊ើបឃើញថាអ្នកនាងស៊ូហើយនឹងចៅជើមីងបានចូលទៅក្នុងបន្ទប់តែមួយនាងមិននឹងហ៊ានទៅបើនាងហ៊ានរៀបចំឡានទៅគ្រួសារចៅស៊ូឈីម៉ុងគឺជាមនុស្សស្រីរបស់លោកសេនាប្រមុខក្រៅពីយើងអ្នកណាក៏មិនអាចប៉ះពាល់ដែរ បើសិនជាលោកក្លាហានលោកតែប្តឹងទេចាំមើលថាលោកបានអ្នកមកជាខ្ញុំឬក៏ជាលងត្រូវហើយបើសិនជាលោកហ៊ានបោះចំហៀនក្រៅបន្ទប់នេះកន្លះចំហៀនលោកបានអ្នកមកប្រកាសជាបែបបំបាច់ជាងលងនាងអ្វីទេបើមិនមានភាពក្លាហានចេញទេខ្ញុំត្រូវការសម្រេចនាងដេកនៅទីនេះឲ្យខ្ញុំដេកនៅទីណា គេលើដេកឬលើសាឡុងក៏តាមចិន ស៊ូស៊ីម៉ុងយ៉ាងម៉េចខ្ញុំក៏ជាប្តីរបស់នាងហើយនាងនៅមានបន្ទប់មួយទៀតដែរតាខ្ញុំគួរតែដេកនៅទីនេះ ពីមុនបន្ទប់នេះជារបស់អ្នកណាខ្ញុំមិនខ្វល់ទេប៉ុន្តែពេលនេះគឺជារបស់ខ្ញុំ ស៊ូស៊ីម៉ុងមនុស្សប្រុសស្រីនៅបន្ទប់ជាមួយគ្នាតែ2នាក់មិនខ្លាចខ្ញុំធ្វើតាមន័យរបស់លោកប៉ានៅម៉ាក់ទេហ៎បើយកជាការពិតនោះ លោកអាចសាក់បែន មនុស្សដែលខ្ញុំស្រឡាញ់គឺសេសេមិនមែនមានកំណត់អ្វីចំពោះនាងបន្តិចទេនាងបញ្ញាប់យកកំភ្លើងភ្ជុំធ្វើអីដាក់ចុះវិញទៅបើមានអ្វីកើតឡើងមិនល្អទេ គឺស្មាននឹងថាលោកមិនថ្លាមធំបែបនេះទេហេតុអីបានជាមានក្លិនខ្លោចបែបនេះ វាហាយភ្លើងចាស់ហើយចាំមកជួយពលភ្លើងគ្នាទៅភ្លើងចាស់ហើយភ្លើងចាស់ហើយឲ្យលឿនទៅនេះគឺភ្លើងឆេះចាជីមីងបារម្ភពីគេបែបនេះប៉ុន្តែគេបោះបង់នាងបាត់ទៅហើយ លោកជាអ្នកណា ស៊ូឈីម៉ុងនាងពិតជាចិត្តដាច់មែនមុននេះហៅបងសម្លាញ់គ្រប់ម៉ាត់នេះគ្រាន់តែមួយថ្ងៃមិនដែលជួបគ្នាក៏បំភ្លេចចោលហើយមិនតែអញ្ចឹង គឺជាលង លោកប៉ានេះម៉ាក់ភ្លើងឆេះហើយឆាប់រត់ទៅឲ្យលឿនឡើង ឯណាមនុស្ស ខ្ញុំនៅទីនេះហើយតា អីយ៉ា អ្នកណាសួរពីឯងយើងសួរពីបងម៉ុង ណែឯងកុំប្រាប់យើងថាឯងទុកម៉ងចោលឲ្យសោះណាហើយរត់ចេញមកទីនេះដល់ខ្លួនឯងណាកុំប្រាប់បែបនេះឲ្យសោះណាមិនមែនទេលោកប៉ាខ្ញុំស្លន់ស្លោពេកហើយនៅមានទៀតភ្លើងឆេះធំយ៉ាងនេះនាងមិននឹងអាចមិនដឹងទៅថាមិនត្រូវនេះចេញមកយូរហើយអាគុណចង្រៃយើងនឹងវាយស្លុត បានហើយពេលនេះរឿងដែលសំខាន់គឺត្រូវត្រម៉ងសិន យើងប្រាប់ឯងបើសិនជាម៉ងមានបត្តពហេតុកើតឡើងយើងប្រកាសជាមិនលើកលែងឲ្យឯងទេឯងឆាប់ទៅបាន ទៅមិនបានជាលោកមកគ្រួសារចេញលោកឈ្គត់ហើយមែនទេ ទៅចិត្តចោពួកគេកំពុងរវល់ផលិតភ្លើងគ្មានអ្នកណាប្រទះឃើញខ្ញុំនឹងនាងទេ ភ្លើងនេះគេលោកជាអ្នកដិនលោកពិតជាឈ្គត់មែន ត្រូវហើយខ្ញុំពិតជាឈួតមែនខ្ញុំនឹកនាងស្ទើរឈួតទៅហើយ ទីនេះគឺជាគ្រួសារចេញបើមនុស្សគ្រួសារចេះប្រទះឃើញនឹងត្រូវចាំ
គ្រួសារជើខ្ញុំនៅមិនចាត់ទុកនៅក្នុងកែវភ្នែកនៅឡើយទេ គ្រួសារចៅក៏មិនទុកនៅក្នុងភ្នែកតែលោកគិតថាលោកជាសេនាប្រមុខមែនទេมันបានទេភ្លើងកំពុងឆេះនៅឡើយ ទុកចិត្តចុះភ្លើងរបស់ពួកយើងនេះនៅតិចនៅឡើយទេគឺពួកយើងនៅមានពេលជាច្រើនទៀតនេះម៉ងម៉ងឯនៅខាងក្នុងដែរទេម៉ងម៉ងនេះម៉ង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  មានមនុស្សមែនឆាប់ទៅទេ មកចំពេលល្មមចំពេលដែលឲ្យគេដឹងថានេះជាស្រីរបស់ខ្ញុំតែម្ដងទៅ នៅស្រែកធ្វើអីទៀនឆាប់ទម្លុះទ្វារចូលទៅជួយមនុស្សសិនទៅ ធាក់ចូលទៅ ម៉ងម៉ង ម៉ង ម៉ងម៉ង ម៉ង ម៉ងម៉ង 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 ម៉ង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 ឯងមិនអីទេមែនទេ ឆាប់ឡើងឆាប់ហៅគ្រូពេទ្យមករៀបចំមនុស្សទៅបលត់ភ្លើងភ្លាមទៅឆាប់ឡើង លោកប៉ាអ្នកម៉ាញ់ខ្ញុំមិនអីទេឲ្យនៅតាំងពីបារម្ភយ៉ាងនេះ សួរចិនម៉ងហេតុអីនាងក្រៅពីគេងមិញហើយមិនបញ្ញាប្រត់ទៅតែមានទៀតហេតុអីកុំរបស់នាងក្រហមយ៉ាងនេះនាងនៅណាត់គ្នាក្នុងបន្ទប់ជាមួយនឹងប្រុសហើយភ្លើងនេះមិនអាចមើលប្រុសរបស់នាងដុតទេមែនទេ មែនខ្ញុំជាអ្នកបញ្ជាឲ្យមាត់ប្រុសខ្ញុំជាអ្នកដិនដើម្បីបានណាត់ជួបជាមួយនឹងគីងខ្ញុំទទួលស្គាល់ទាំងអស់បានហើយឬនេះលោកប៉ាអ្នកម៉ាញ់សូមអនុញ្ញាតឲ្យខ្ញុំលែងលះជាមួយនឹងចៅជីងមិញទេ អាចចម្រៃឯងកំពុងនិយាយព្រៃប្រាក់ស្អីហ៎ម៉ងម៉ងដើម្បីរក្សាខ្លួនអស់រយៈពេល3ឆ្នាំឯងបែរជាសង្ស័យនាងបែបនេះអញ្ចឹងមែនទេបាទលោកប៉ាអ្នកម៉ាមុននេះគឺនាងជាអ្នកទទួលខ្ញុំដោយផ្ទាល់ខ្ញុំថានាងចិញ្ចឹមប្រុស កូនចង្រៃឯងបិទមាត់ទៅភាពបរិសុទ្ធរបស់ស្ត្រីឯងអាចប្រមាថដល់ងាយស្រួលបែបនេះមែនទេនៅមែនទៀនទោះបីជាការពិនក៏ឯងជាអ្នកចម្ពាក់ម៉ងម៉ងដែរម៉ងម៉ងពួកយើងទៅ កូនចម្រៃតែទៀតយើងនឹងចាប់ការអីហើយមានមនុស្សមកឆាប់ទៅទេ មកចំពេលល្មមចំពេលឲ្យពួកគេដឹងថានាងជាមនុស្សស្រីរបស់ខ្ញុំ លោកគឺជាប្រុសបិនសពនឹងច្បាស់ពីសមាជិកខ្លួនផង តាំងពីtôiដល់ធំមិនមានមនុស្សណាហ៊ានបាច់ខ្ញុំទេសួរចេញមកនាងជាមនុស្សទី1ហើយប៉ុន្តែយើងចូលចិត្តខ្លាំងណាស់កាន់តែតន្ទឹងរង់ចាំការជួបគ្នារបស់យើងនៅពិធីខួបកំណើតថ្ងៃស្អែកទៅចុះសួរចេញមកហេតុអីក៏នាងឲ្យម៉ែតនេះបើសិនជាយឺតបន្តិចទៀតពិធីខួបកំណើតនឹងចាប់ផ្ដើមហើយ យ៉ាងម៉េចដែរស្អាតឬអញ អាក្រក់មើលណាស់ពណ៌សមិនស័ក្តិសមនឹងការងារទេសេទៅស័ក្តិសម ប៉ិតមែននេះអញ្ចឹងខ្ញុំត្រូវតែពាក់វា សួរចិនមកនាងពិតជាម្ចាស់ខ្មែរអៀនខ្លួនមែននេះមិនមែននាងចៅទេមែនទេចាំថាមុននេះគេនឹងស្រីរបស់គ្រួសារស៊ូម្ដាយនឹងកូនស្រីរបស់គេមកថ្ងៃនេះដែរហេតុអីក៏មិនឃើញគេតរាក់តាក់ជាមួយអញ្ចឹងណោះ
សូម្បីនេះក៏ឯងមិនដឹងដែរអ្នកស្រីស៊ូមិនជាម្ដាយបង្កើតរបស់អ្នកនាងស៊ូមួយនេះទេណាស៊ូឈិនមុងនេះគឺជាខុបកំណត់របស់លោកស្រីដំណាក់យោធានេះមកធ្វើអីទៅនាងចាំផ្ទះអស់រយៈពេល3ឆ្នាំមិនអាចដឹងថាថ្ងៃនេះលោកស្រីដំណាក់យោធាឬគូស្រករឲ្យលោកសេនាប្រមុខជាពិសេសអញ្ចឹងហើយគឺមានចេតនាមកតាក់ទាញលោកសេនាប្រមុខត្រូវឬអន់អ្នកដែលមកជួយអំណោយបន្ទាប់នោះគឺគ្រួសារស៊ូទីក្រុងហើយស៊ូឈិនមុងគ្រួសារស៊ូយើងបានរៀបចំកាដូជាពិសេសឲ្យលោកស្រីដំណាញ់ក្នុងនាមជាគ្រួសារចេះដែលមានឈ្មោះស្មើយើងនៅទីក្រុងហើយនេះកុំចាំមកប្រកួតជាមួយយើងឲ្យសោះអ្នកស្រីដំណាញ់នេះជាកាដូរៀបចំចាស់ពិសេសជូនដល់អ្នកស្រីគឺជាផ្លាកប្រាក់ដែលមានតម្លៃ$10,000បើតាមនិយាយនោះគឺជាវត្ថុដែលព្រះមហាក្សត្រយានីក្នុងរាជវាំងចូលចិត្តបំផុតគ្រួសារស៊ូរបស់យើងក៏បានចំណាយកម្លាំងអស់ជាច្រើនដែរគ្រួសារស៊ូមានចិត្តហើយគ្រួសារស៊ូពិតជាមានទ្រព្យសម្បត្តិនិងអំណាចមានផ្លាកប្រាក់ដែលមានតម្លៃ$10,000ក៏និយាយថាជូនក៏ជូនភ្លាមអញ្ចឹងតើយ៉ាងម៉េចទៅឯងក៏មិនមើលសារនៃដំណាក់យោធាននេះរបស់មួយណាដែលមិនមានតម្លៃ$10,000ទៅផ្លាកប្រាក់មួយនេះគ្រាន់តែជារបស់ស្តង់ដារដាក់តាំងក្នុងសារនេះតែប៉ុណ្ណោះសូម្បីតែឃ្លាំងផ្ទាល់ខ្លួនក៏មិនអាចដាក់ចូលដែរអ្នកដែលជូនអំណោយបន្ទាប់ជាគ្រួសារជើនៃទីក្រុងហើយសូមរំខានជាបន្ទិញដល់វិញគ្រួសារជើរបស់យើងជូនអំណោយម្ដងស៊ូជីងមុងលោកស្រីដំណាក់យោធាមិនចូលចិត្តកាដូដែលមានតម្លៃ$10,000របស់គ្រួសារស៊ូប្រកាសជាមិនចូលចិត្តកាដូរបស់គ្រួសារចៃនាងដែរអញ្ចឹងក៏មិនត្រូវការឲ្យនាងបារម្ភនោះដែរកាដូដែលនាងរៀបចំឲ្យលោកស្រីដំណាក់យោធាមានតម្លៃយ៉ាងម៉េចដែរទៅពេលនេះទឹកនឹកឃើញស៊ូខ្ញុំសំទោសគ្រាន់តែបានរៀបចំកាដូដែលមិនមានតម្លៃតែប៉ុណ្ណឹងឈួតឲ្យមែនទេលោកស្រីដំណេញនេះគឺជាកាដូជូនពរខុបកំណត់ដែលគ្រួសារចៃបានរៀបចំឲ្យអ្នកស្រីអ្នកនាងចៃលើមកថាអ្នកនាងមានចំណងចំណូលចិត្តខាងធ្វើធំធូបក្រអូបមួយនេះមិនអាចអ្នកនាងធ្វើផ្ទាល់ទេមែនទេប៉ាត់មែនគ្រាន់តែជាចំណងចំណូលចិត្តបន្តិចបន្តួចតែប៉ុណ្ណោះធូបមួយនេះមានឈ្មោះថាធូបតង់ផ្លាសារីវាត្រូវបានផលិតចេញពីផ្លាសារីនិងឈើក្រញូងឈើច័ន្ទនិងវិធីសាស្ត្របុរាណអ្នកនាងចៃអ្នកនាងបានយករបស់ដែលអ្នកនាងធ្វើលេងនោះទុកជាកាដូជូនពរថ្ងៃកំណត់ដល់លោកស្រីដំណាំងដូចជាមិនទុកលោកស្រីដំណាំងនៅក្នុងភ្នែកសោះនេះដូចជាមិនទុកលោកស្រីដំណាំងនៅក្នុងភ្នែកមែនទេធូបក្រអូបនេះសង្ស័យតែមិនស្មើ$10ផងគ្រួសារចៅពិតជាធ្លាក់ខ្លួនមែនសូម្បីតែកាដូជូនពរថ្ងៃកំណត់ក៏មិនដល់បែបនេះពិតជាគួរខ្មាស់គេណាស់ផ្លាកប្រាក់តម្លៃ$10,000ដែលគ្រួសារស៊ូឲ្យលោកស្រីយោធាមិនពេញចិត្តផងប្រកាសជាមិនពេញចិត្តរបស់អត្ថប្រយោជន៍បែបនេះទេបើសិនជាឲ្យខ្ញុំនិយាយគ្រួសារស៊ូនេះថ្ងៃក្រោយគឺលេងហៅថាគ្រួសារស៊ូចាំងចៅជាមួយនឹងគ្រួសារស៊ូទៀតហើយស៊ូឈិនម៉ងសិតតែបន្ទប់មកពីនេះលោកស្រីដំណេញខ្ញុំលើមកថាលោកស្រីគឺមានអាការៈគេមិនលក់នឹងឈឺក្បាលខ្លាំងណាស់ធូបមួយនេះមានប្រសិទ្ធភាពក្នុងការធ្វើឲ្យស្ងប់អារម្មណ៍ជំនួយដំណេកនិងកម្ចាត់របស់អាក្រក់សង្ឃឹមថាអ្នកស្រីនឹងចូលចិនគ្រាន់តែធូបក្រអូបមួយតែប៉ុណ្ណោះអ្នកនឹងចៅកមុតអាំងពេញលោកស្រីដំណាក់យោធាមិននឹងអាចពេញចិត្តនៅរបបបែបនេះទេអ្នកណាថាយើងមិនចូលចិនអរគុណហើយអ្នកនាងស៊ូកាដូដែលអ្នកនាងជូនមកឲ្យយើងចូលចិត្តខ្លាំងណាស់យកទៅបន្ទប់ជើងហើយរក្សាវាទុកឲ្យបានល្អចោលថាម៉េចលោកស្រីចូលចិត្តគឺល្អណាស់ប៉ុន្តែសមាជិកជាអ្នកនាងចៃចូលរួមកម្មវិធីហេតុអីបានជាលោកស្រីយោធាអាចដឹងថាខ្ញុំមានត្រកូលស៊ូអញ្ចឹងអ្នកនាងស៊ូខ្ញុំគឺជាកូនស្រីស្នងការប៉ូលីសសូមសួរអ្នកនាងអំពីគ្រឿងផ្សំរបស់ធូបតង់សេរីតែមានគ្រឿងផ្សំអ្វីខ្លះទៅយើងអាចទិញគ្រឿងផ្សំបានប៉ុន្មានលុយក៏បានដែរមិនមែនជារបស់អ្វីដែលមានតម្លៃនោះទេគឺខ្ញុំធ្វើលេងតែប៉ុណ្ណោះបើសិនជាអ្នកទាំងពីរចូលចិនខ្ញុំនឹងឲ្យមនុស្សយកទៅដំណាក់អ្នកទាំងពីរចឹងអ្នកម៉េចតែពួកគេល្ងងមែនទេកូនស្រីដែលមានខ្ពង់ពោះតែអែបអបជាមួយនឹងស៊ូឈិនម៉ងចង់បានអ្វីនេះពួកគេគឺមិនមែនល្ងងទេថ្ងៃនេះភ្ញៀវកិត្តិយសដែលជួយដំណើរច្រើនយ៉ាងនេះមានតែកាដូរបស់ស៊ូឈិនម៉ងប៉ុណ្ណោះដែលទទួលបានការពេញចិត្តពីលោកស្រីដំណាំងពួកគេគឺចង់បោកដើម្បីទទួលបានគ្រឿងផ្សំអនាគតងាយស្រួលនឹងលោកស្រីដំណាក់ពេញចិត្តតែប៉ុណ្ណោះទទួលការពេញចិត្តពីលោកស្រីដំណាក់យោធាមានប្រយោជន៍អ្វីទេចង់រៀបការជាមួយលោកសេនាប្រមុខអ្វីដែលសំខាន់គឺត្រូវតែលោកសេនាប្រមុខចូលចិនអ្នកដែលលោកសេនាប្រមុខចូលចិត្តនោះគឺជាខ្ញុំលើកមុនក៏បានសរសើរខ្ញុំថាស្អាតនិយាយផ្ដែផ្ដាស់លោកសេនាប្រមុខមិនស្គាល់ឯងនោះទេអ្នកដែលគាត់ចូលចិត្តនោះគឺជាខ្ញុំចង់សួរបន្តិចលោកសេនាប្រមុខគឺមានឋានៈខ្ពង់ខ្ពស់
ប៉ុន្តែអ្នកទាំងពីរក៏ជាកូនស្រីដែលមានខ្ពង់ខ្ពស់ដែរមិនបានជាខ្ញុំស្ដាប់ទេដូចជាត្រូវរៀបការជាមួយនឹងលោកសេនាប្រមុខជាដាច់ខាតបងស្រីស៊ឺពួកយើងចូលចិត្តលោកសេនាប្រមុខមិនត្រឹមតែគាត់ជាសេនាប្រមុខតែប៉ុណ្ណោះទេប្រសិនបើបងបានជួបនឹងស្គាល់ពីសម្រាប់របស់គាត់បងច្បាស់ជាយល់ពិតមែនក្រៅពីលោកសេនាប្រមុខខ្ញុំមិនដែលធ្លាប់បានជួបមនុស្សណាដែលមានមុខសង្ហាបែបនេះនោះទេសង្ហាផ្អើលទេវតានឹងមនុស្សខ្ញុំក៏មានមនុស្សប្រុសម្នាក់បែបនេះពិតមែនលោកសេនាប្រមុខត្រឡប់មករំលាក់វិញហើយស៊ូឈិនម៉ុងនាងទទួលបានសម្បត្តិអញ្ជើញនាងស្មានថាថ្ងៃនេះប្រាប់បងរបស់នាងគឺជាលោកសេនាប្រមុខទេដែលសង្ហាស្លៀកសម្លៀកបំពាក់យោធាទទួលការចាប់អារម្មណ៍ពីមនុស្សស្រីជាច្រើនក៏មិនដឹងថាលោកសេនាប្រមុខប្រៀបធៀបជាមួយនឹងប្រាប់បងរបស់ខ្ញុំយ៉ាងម៉េចដែរនៅវេលាលេងអ៊ីងខ្ញុំប្រងចាំលំបាកអស់រយៈពេល3ឆ្នាំថ្ងៃនេះខ្ញុំបានបញ្ញាចិត្តចង់សារភាពគ្រប់បែបយ៉ាងទៅនាងហើយសូមនាងរៀបការទៀតផងស្មានដល់ថាចិត្តរបស់ខ្ញុំមួយនេះបានបដូរមកវិញគឺជាពាក្យបែកគ្នារបស់នាងនោះក្រោយពេលដែលយើងបែកគ្នាខ្ញុំបាននឹករលឹកនាងរហូតតែតែជាឈឺមិនអន់ទេជើងវិញគួរសិនស្មានដល់ថានាងប្រាសមាសភាពជាភរិយារបស់គ្រួសារចៅហឺដែលខ្ញុំចេញពីដំណាក់ចៅយ៉ាងនេះសោះរូបរាងពិតជាមិនអន់ពិតមែនអាចប្រៀបធៀបជាមួយនឹងគេបាននៅមានមុខទៀនមុខនេះហេតុអីបានជាប្រហាក់ប្រហែលយ៉ាងនេះស៊ូឈិនម៉ុងការភ្ញាក់ផ្អើលដែលសេនាប្រមុខយើងបានរៀបចំឲ្យនាងចូលចិត្តដែរទេហេតុអីបានជាគេអញនៅទីនេះគាត់បានមើលមកខ្ញុំទេលោកសេនាប្រមុខដែលសង្ហាផ្អើលឋានមនុស្សនឹងឋានទេវតានឹងបើជាស្អីដាក់ខ្ញុំទៅវិញគាត់បែរជាលោកសេនាប្រមុខប្របបនៃខ្ញុំបានចិញ្ចឹមអស់រយៈពេល3ឆ្នាំគឺជាសេនាប្រមុខមនុស្សដែលក្រវីកន្ទុយសុំការអាណិនរីករាយសប្បាយរយំហើយដល់ផ្ទះរបស់គេទៀតបែរជាលោកសេនាប្រមុខអញ្ចឹងយប់មិញគឺខ្ញុំបានតែកំភ្លៀងលោកសេនាប្រមុខស៊ូឈិនម៉ុងនាងធ្វើស្អីហ្នឹងនៅបន្តបានផឹកស្រាផងក៏ឈរលេងជាប់ទៅហើយបើនាងបុកលោកសេនាប្រមុខហើយយើងនឹងចាត់ការនាងលោកសេនាប្រមុខគេហេតុអីបានជាលោកសេនាប្រមុខនាងយ៉ាងម៉េចទៅហើយនាងក៏ព្រោះតែស៊ូឈិនឈិននិងស៊ូហៅហ្វាយនៃគ្រួសារស៊ូនាងភ្លេចអស់ហើយឥឡូវនេះនាងគឺជាមនុស្សគ្រួសារជើរបស់យើងណាយ៉ាងម៉េចបារម្ភពីខ្ញុំមែនទេថ្ងៃនេះជាពិធីខួបកំណើតរបស់អ្នកស្រីដំណាក់យោធានាងយល់ល្អកុំធ្វើឲ្យគ្រួសារជើរបស់យើងអាម៉ាស់មកឲ្យសោះកុំមករំខានខ្ញុំបាត់បង់ស្នេហាផឹកស្រាបន្តិចរំសាយអារម្មណ៍តែប៉ុណ្ណោះនាងបាត់បង់ស្នេហានាងពិតជាចិញ្ចឹមប្រុសនៅខាងក្រៅពិតមែនរឿងនេះចាំទៅវិញជំរះបញ្ជីជាមួយនឹងនាងឥឡូវនេះនឹងដល់វេនពួកយើងជុលស្រាជាមួយនឹងលោកសេនាប្រមុខហើយណាហើយរឿងកណាត់សូត្រនោះគឺត្រូវតែធ្វើឲ្យបានសម្រេចមិនអាចធ្វើឲ្យប្រហែលបានទេលោកសេនាប្រមុខខ្ញុំគឺចៅជីមិញនៃគ្រួសារចៅបានទទួលបញ្ជាមកជូនពរលោកជាពិសេសខ្ញុំផ្ដល់ជូនលោកមួយកែវទៅចុះណាសូមជើញលោកសេនាប្រមុខពួកយើងគឺជាគ្រួសារចៅនៃពាណិជ្ជករត្រកូលចៅខ្ញុំគឺជាកូនប្រសារស្រីរបស់គ្រួសារចៅម្នាក់នេះគឺជាស្វាមីរបស់ខ្ញុំចៅជីមិញកូនប្រសារស្រីរបស់គ្រួសារចៅអូត្រូវហើយ
គ្រួសារចៅពួកយើងមានសោតមួយក្រុមគឺត្រូវដឹកជញ្ជូនតែក្រុងជាងមិនដឹងថាលោកសេនាប្រមុខបើកផ្លូវឲ្យពួកយើងឆ្លងដែនឬក៏អត់ទេលិខិតឆ្លងកាត់នេះលោកសេនាប្រមុខយើងអាចឲ្យទៅនរណាក៏បានដែរលើកលែងតែគ្រួសារចៅលោកសេនាប្រមុខអនុញ្ញាតឲ្យខ្ញុំសួរបន្តិចមិនដឹងថាគ្រួសារចៅរបស់យើងមានកន្លែងណាដែលធ្វើខុសលើលោកទេអញ្ចឹងត្រូវសួរនៅនាងចៅហើយសុជិញមកនាងបោះស្រាយខ្ញុំបន្តិចទៅមានរឿងអ្វីកើតឡើងហ្នឹង3ឆ្នាំមុននាងបានមកញែកញ៉កខ្ញុំពាក្យអ្វីក៏បាននិយាយដែរហើយក៏បោះបង់ខ្ញុំចោលលោកសេនាប្រមុខមានន័យថាម៉េចញ៉ៃញ៉ងបបបឹងនេះរវាងលោកសេនាប្រមុខនិងនាងចៅមានប្រវត្តិស្នេហាមួយដែលគ្មានអ្នកណាដឹងមែនទេមិនអាចទេនេះមិនអាចទៅរួចទេសួរឈិនមកមនុស្សស្រីនេះមិននឹងអាចជាមួយនឹងលោកសេនាប្រមុខឈូសិនមកមិនអាចស្គាល់ជាមួយលោកសេនាប្រមុខទៅនេះរវាងគេនិងលោកសេនាប្រមុខមុននេះគេនិយាយថាបាត់បង់ស្នេហានេះក៏ព្រោះតែលោកសេនាប្រមុខពិតជាចង់គំនុំប៉ាត់មែនគឺបែបនេះ3ឆ្នាំមុនពេលដែលខ្ញុំចេញពីផ្ទះគឺមិនប្រយ័ត្នក៏បានប៉ះឡានសំណប់របស់លោកសេនាប្រមុខពេលនោះខ្ញុំមិនដឹងថាគឺជាឡានរបស់លោកអញ្ចឹងហើយក៏បន្សល់ទុកលុយ1000ហើយក៏ទៅស្មានមិនដល់ថាលោកនៅចាំសោះស៊ូឈិនម៉ងនាងពិតជាប្រកែពិតមែនតាមពិតគឺបែបនេះសោះខ្ញុំនិយាយឲ្យតែថ្មីត្បិតតែនាងចៅមានសម្រស់ស្រស់ស្អាតមិនអាចប្រៀបបាននឹងសម្រស់ស្អាតគួរឲ្យភ្ញាក់ផ្អើលប៉ុន្តែនាងមានស្វាមីលោកសេនាប្រមុខមិននឹងអាចតាក់ទងនេះទេឡានរបស់លោកសេនាប្រមុខនោះប្រកាសជាមានតម្លៃហើយគ្រាន់តែប្រាក់$1000តែប៉ុណ្ណោះនាងកំពុងតែប្រមាថលោកសេនាប្រមុខមែនទេបានហើយឆាប់មកសុំទោសលោកសេនាប្រមុខភ្លាមមកខ្ញុំកាលពី3ឆ្នាំមុនមានភ្នែកតែមិនស្គាល់ភ្នំថៃសានសូមចេញលោកសេនាប្រមុខជាអ្នកជាន់ខ្ពស់កុំប្រកាន់នឹងមនុស្សតូចតាចអីកុំប្រកាន់នឹងខ្ញុំអីស្រាមកែរបស់អ្នកនាងចៅដោះស្រាយនឹងលុបការអាក់អន់ចិត្តរបស់ខ្ញុំ3ឆ្នាំនេះអញ្ចឹងតែលោកសេនាប្រមុខចាញ់យ៉ាងម៉េចស៊ូឆេងម៉ងបានធ្វើឲ្យលោកសេនាប្រមុខខឹងស្រាប់មួយកែវក៏ចង់សុំទោសចឹងហើយណាក៏ត្រូវ10កែវដែរល្អ10កែវក៏10កែវចឹងឆាប់មកយកស្រាមកអ្នកនាងចៅស្រាទិសខាងលិចនេះមិនអាចប្រៀបធៀបជាមួយនឹងស្រាអង្គរបានទេហើយមនុស្សវ័យក្មេងដូចជាជាមួយការបែបនេះលើកបុណ្យផឹក5កែវចូលទៅគឺស្វឹងបាត់ទៅហើយខ្ញុំសូមរំលឹកនាងកុំដើម្បីតែលិខិតឆ្លងដែនមិននឹងអាចបែបហ្នឹងទៅដើមឡើយភរិយារបស់ខ្ញុំមានធ្វើអ្វីខុសមុនហើយតែលោកសេនាប្រមុខបាត់ខឹងស្រា10ពេលនេះមិនគួរសមទេស័កសមនឹងនាងទទួលណាស័កសមនឹងសមទោសលោកសេនាប្រមុខមែនទេខ្ញុំផឹងសង្ឃឹមថាពេលដែលខ្ញុំផឹករួញលោកសេនាប្រមុខអាចលុបចោលគំនិតលំអៀងចំពោះគ្រួសារចៅយើងហើយអាចផ្ដល់ឱកាសឲ្យគ្រួសារយើងប្រកួតដោយយុត្តិធម៌បានតិចចោះស៊ូឈីម៉ងបោះជាងគឺលំបាកខ្លាំងណាស់ទៅហើយនាងចង់គូបន្តព្រំដែនយ៉ាងច្បាស់ជាមួយនឹងយើងមែនទេនេះគឺការស្រឡាញ់ចៅជីមិញនេះខ្លាំងណាស់មែនទេអ្នកនាងចៅពិតជាវីរៈនារីមែនប៉ុន្តែលោកប្រុសគ្រួសារចៅនេះពិតជាអត់ប្រយោជន៍មែនឲ្យមនុស្សស្រីរបស់ខ្លួនឯងចូលទៅក្នុងអន្តៈមុនចាត់ទុកជាមនុស្សប្រុសអ្វីទេត្រូវហើយអ្នកនាងចៅនៅក្នុងចិត្តគឺដើម្បីតែផលប្រយោជន៍គ្រួសារចៅស្រា10កែវនេះមើលទៅគឺសល់តែមួយកែវចុងក្រោយប៉ុណ្ណោះចៅជីមិញក៏មិននិយាយមួយម៉ាន់ពិតជាមនុស្សប្រុសគ្មានចិត្តមែនលោកសេនាប្រមុខភរិយារបស់ខ្ញុំបានធ្វើខុសមុនបើតាមហេតុផលនោះខ្ញុំគួរតែទទួលពីនៃចំនួននាងស្រាមួយកែវនេះខ្ញុំផឹកចំនួននេះចុះខ្ញុំផឹកចំនួននាងមកលោកប្រុសចៅនៅសល់ស្រាមួយកែវចុងក្រោយមកធ្វើជាខ្លាំងប៉ុន្តែមិនសមមកទទួលពីនៃចំនួននេះចៅទេអញ្ចឹងថែម10កែវទៀតទៅល្អខ្ញុំផឹកលោកសេនាប្រមុខស្វាមីរបស់ខ្ញុំកម្រិតស្រាគឺមិនល្អនោះទេខ្ញុំផឹកចំនួនគាត់ចុះសង្ឃឹមថានៅពេលដែលខ្ញុំផឹកស្រាទាំងអស់នេះរួញគំនុំរវាងលោកនិងខ្ញុំគឺបានលុបចោលទាំងអស់សង្ឃឹមថាចាប់ពីពេលនេះទៅពួកយើងនឹងបែកផ្លូវគ្នា
ផ្ដាច់ពីគ្នាចោលស៊ូឈិនម៉ងឈប់ផឹកទៅលោកសេនាប្រមុខយើងចង់ឲ្យនាងរស់ស្ដាប់ឮហើយឬនៅសុំទៅផងខ្ញុំសុំតែបន្ទប់ទឹកមួយផ្លែនសុំទៅផងអ្នកនាងចៅខ្ញុំមិនមានចេតនាទេមិនអីទេខ្ញុំនាំអ្នកនាងទៅបដោះសម្លៀកបំពាក់ស៊ូឈិនម៉ងខ្ញុំធ្លាប់និយាយហើយរវាងពួកយើងមិនមែននាងនិយាយបញ្ចប់គឺបញ្ចប់ទេអ្នកនាងចៅអ្នកនាងទុកចិត្តចោះបន្ទប់មួយនេះមិនមានមនុស្សស្នាក់នៅរយៈពេលយូរមកហើយបន្តិចទៀតខ្ញុំយកសម្លៀកបំពាក់ឲ្យអ្នកនាងទុកសម្លៀកបំពាក់នៅលើតុចាសេនាប្រមុខមិនបានជាលោកនៅទីនេះអញ្ចឹងអ្នកនាងចៅពិតជាមិនដឹងថាបន្ទប់នេះជារបស់ខ្ញុំទេហ៎មុននេះអ្នកបម្រើពេលនាំខ្ញុំមកបាននិយាយថាបន្ទប់នេះគឺមិនមានមនុស្សស្នាក់នៅរយៈពេលយូរអញ្ចឹងហើយទើបខ្ញុំគេនិយាយនេះមិនខុសទេ3ឆ្នាំមកនេះខ្ញុំស្នាក់នៅវិឡាលីអេនីរហូតសុំទៅផងលោកសេនាប្រមុខខ្ញុំបដោះសម្លៀកបំពាក់រួចនឹងចេញទៅភ្លាមសុំលោកចាស់ចេញបន្តិចលោកសេនាប្រមុខស្ដាប់មិនឮក៏មើលឲ្យដែរមិនសមរម្យអីខ្ញុំមិនធ្លាប់បានសិក្សារៀនសូត្រទេគឺមិនដឹងទេអញ្ចឹងបើសិនជាលោកសេនាប្រមុខចាំមើលក៏មើលចាស់ព្រោះពួកយើងមិនមែនមិនធ្លាប់គេជាមួយគ្នានេះមើលទៅអ្នកនាងចៅក៏មិនបានស្រឡាញ់លោកប្រុសចៅយ៉ាងនេះដែរមែនទេប្រកាសជាអញខ្ញុំបានប្រឆាំងរួចហើយប៉ុន្តែគួរឲ្យស្ដែងលោកសេនាប្រមុខខ្លាំងជាមួយខ្ញុំពេងខ្ញុំប្រឆាំងមិនមានប្រសិទ្ធភាពទេនេះគឺនាងជាអ្នកនិយាយទេប្រឆាំងគ្មានប្រសិទ្ធភាពរូបរាងនិងបច្ចេកទេសថែបរបស់លោកសេនាប្រមុខល្អយ៉ាងនេះបើសិនជាអាចភ្លក់ដោយហ្វ្រីម្ដងទៀតការសប្បាយបែបនេះមិននឹងអាចមិនធ្វើទេស៊ូឈិនម៉ងយើងពិតជាយកសេនាប្រមុខយើងធ្វើជាប្រុសបនមែនទេបងសម្លាញ់ខ្ញុំនៅតែសង្ឃឹមថាលោកគឺជាប្រុសបនដែលជាកម្មសិទ្ធិខ្ញុំតែម្នាក់គុណឡងអញ្ចឹងលោកសេនាប្រមុខយើងនឹងធ្វើជាប្រុសបនរបស់នាងហើយស៊ូឈិនម៉ងនាងនៅខាងក្នុងធ្វើអីបដូរសម្ភារបំពាក់សមមួយកញ្ជូយ៉ាងនេះប្តីរបស់ខ្ញុំមករកហើយរឿងមួយនេះគឺតែបញ្ចប់ត្រឹមនេះចាស់គួរតែចាក់ចេញពីគេទៅលោកសេនាប្រមុខចង់ឲ្យខ្ញុំបបបាំងសមាជិកភាពអ្នកនាងចៃមកធ្វើជាស្នាដៃលុយលាក់របស់លោកមែនទេគ្រួសារចៅក៏ជាគ្រួសារដែលមានទ្រព្យស្រុកស្ដាំដែរបើទោះជាមិនអាចប្រៀបធៀបជាមួយនឹងលោកប៉ុន្តែធ្វើជាអ្នកនាងចៃគឺមានមុខមាត់ជាងធ្វើស្នាដៃលុយលាក់របស់លោកខ្លាំងណាស់
តាំងពីដើមមកគ្មានកម្រងធ្វើជាស្រីកំណាន់របស់ខ្ញុំទេ បើលោកចាន់ដឹងអ្វីពីខ្ញុំប្រាប់លោកតែចឹងខ្ញុំនេះគឺធ្វើជាប្រពន្ធដើមតែប៉ុណ្ណោះអញ្ចឹងលោកទេតែមើលថាលោកយោធានិងអ្នកស្រីយោធាអាចឲ្យលោកដណ្ដឹងមនុស្សស្រីដែលលែងលះម្នាក់ជាប់ផ្ទះបានឬអត់គ្រាន់តែលេងសាច់ទេ3ឆ្នាំមកនេះលោកសប្បាយចិត្តខ្ញុំក៏សប្បាយចិត្តដែរលោកមិនប្រកាន់នឹងការធ្វើប្រហែសរបស់ខ្ញុំក៏មិនប្រកាន់នឹងការបោកប្រាស់របស់លោកពួកយើងចែកគ្នាដោយសន្តិភាពទេល្អឬអញ នាងស្រឡាញ់ចៅជីងមែនទេ ប្រកាសជាអញ្ចឹងមិនអញ្ចឹងខ្ញុំមិននឹងអាចរៀបការជាមួយគេទេ គេមានស្រីកំណាន់នៅខាងក្រៅ ខ្ញុំដឹង គេមិនស្រឡាញ់នាងទេ ខ្ញុំក៏ដឹងដែរ អញ្ចឹងហេតុអីបានជានាងនៅស្រឡាញ់គេអញ្ចឹង រវាងពួកយើងគឺជាស្នេហ៍ពីកុមារភាពមនោសញ្ចេតនារវាងពួកយើងមិនមែនអ្នកដទៃអាចប្រៀបបាននោះទេខ្ញុំដឹងថារវាងខ្ញុំនិងគេគឺមានការយល់ច្រឡំប៉ុន្តែមុននឹងក្រោយគង់តែមានថ្ងៃមួយគេនឹងត្រឡប់មករកខ្ញុំវិញខ្ញុំគឺមិនបានស្រឡាញ់គេយូរមកហើយប៉ុន្តែខ្ញុំចាក់ចេញពីใจចេញមីងប្រកាសជាមានការសម្រេចចិត្តរបស់ខ្លួនឯងមិនមែនតែការបង្ខំពីអ្នកដទៃនោះទេបើមិននិយាយអញ្ចឹងមិននឹងអាចឲ្យលោករងាប់ចិត្តទាំងស្រុងបានទេ អញ្ចឹងហើយ3ឆ្នាំនេះគ្រាន់តែជាសម្ភារៈដែលនាងមកសងសឹកជាមួយនឹងគេតែប៉ុណ្ណោះមែនទេ គឺបែបនេះប៉ុន្តែពេលនោះខ្ញុំមិនដឹងពីសមាជិករបស់លោកទេបើសិនជា3ឆ្នាំនោះខ្ញុំដឹងខ្ញុំប្រកាសជាមិនទៅញ៉ាញ៉ង់លោកនោះទេ ស្មានដល់ថាលោកសេនាប្រមុខគូជីហាងខ្ញុំទាំងមូលត្រូវគេប្រាធ្វើជាសម្ភារៈដើម្បីសងសឹករយៈពេល3ឆ្នាំឈិនជីម៉ងនាងពិតជាប្រកែកមែនឈិនជីម៉ងនៅលើលោកនេះមិនតាន់មានមនុស្សដែលយកខ្ញុំធ្វើជាសម្ភារៈប្រើប្រាស់បោះចោលនោះទេត្រូវបោះបង់នោះគឺខ្ញុំជាអ្នកបោះបង់នាងមុនធ្វើស៊ីម៉ងយកយ៉ាងនេះទៅឲ្យមិនតាន់ចេញមកទៀតឯងគឺកំពុងតែធ្វើស្អីហ្នឹង កុំអី បើមិនបើទ្វារទៀតយើងទម្លុះចូលហើយ ប៉ាត់មែនចេះជីមីលោកមករញ៉េរញ៉ៃវិញហ្នឹង ស៊ូជីម៉ុងនាងណាត់រាត្រីជាមួយនឹងប្រុសក្នុងបន្ទប់ឯងនេះនៅក្នុងដំណាក់សេនាប្រមុខបាទនាងមិនចាំបានមុខមាត់គ្រួសារចិត្តរបស់យើងចាំបានមុខមាត់ ប៉ាត់មែនខ្ញុំមិនត្រឹមតែណាត់រាត្រីជាមួយនឹងប្រុសម្នាក់នោះហើយប្រុសម្នាក់នោះគឺជាសេនាប្រមុខទៀតលោកមិនចេះឬអន់ នាងបែរជា ចេះជីមីលោកពិតជាថឹកទៀតមែន ស៊ូជីម៉ុង លោកសេនាប្រមុខបើសិនជាមិនខ្លាចគេផ្សព្វផ្សាយដណ្ដើមប្រពន្ធរបស់គេនឹងចេញតាមចេញមក ស៊ូជីម៉ុងគ្មានអ្នកណាហ៊ានរករឿងគូចង្ហាញយើងនៅចំពោះមុខយើងបែបនេះទេរឿងសុទ្ធរបស់គ្រួសារជើយើងរងចាំនាងមករកយើងនៅផ្ទាល់ ឯងប៉ុន្មានថ្ងៃនេះរត់តាណាទៅក្នុងចិត្តរបស់ឯងនឹងមានផ្ទះមួយនេះទៀតទេនេះមានមកទៀតទេយើងប្រាប់ឯងទៅចុះបើសិនជាឯងហ៊ានដើរយកមិនចូលផ្ទះទៀតយើងនឹងចាត់ទុកថាគ្មានកូនប្រុសម្នាក់នេះទៀត ម៉ាខ្ញុំប្រហែលថ្ងៃនេះស្នាក់នៅញ៉ាំក៏សុទ្ធតែនៅកន្លែងអាជីវកម្មទាំងអស់រវល់រឿងអាជីវកម្មឡើងមិនបានដេកពួនហើយហេតុអីក៏ថាខ្ញុំមិនគិតដល់គ្រួសារជីងមីងនិយាយនេះវាមិនខុសទេបងបានសួរអ្នកលោតដូរនៅអាជីវកម្មហើយប្រហែលថ្ងៃនេះជីងមីងពិតជាញ៉ាំបាយនៅស្នាក់នៅកន្លែងនោះមែន កូនប្រុសម៉ានេះគឺជារបស់ដែលឯងចូលចិត្តញ៉ាំជាងគេណាញ៉ាំឲ្យច្រើនបន្តិចទៅមើលតែឯងប៉ុន្មានថ្ងៃនេះស្គមណាត្រាស់ហើយរឿងសូននោះតើរលូនឬអន់ គឺវាមិនរលូនទេអាជីវកម្មដែលរកស៊ីសូនដូចជាយើងប្រហែលហាងក្បែរនោះគឺសុទ្ធតែទទួលបានលិខិតឆ្លងកាត់សញ្ញេដោយលោកសេនាប្រមុខមានតែអាជីវកម្មគ្រួសារយើងនៅគ្មានហើយបានជាឲ្យទៅជាបែបនេះទាំងអស់នេះគួរតែអរគុណដល់គុណប្រសាទដ៏ល្អរបស់អ្នកទាំងពីរហើយ ពី
ពិធីជប់លៀងកាលពីលើកមុនក្រែងសុំទៅដល់គូចិញ្ហាងហាញតែហេតុអីបានជាគេមិនឲ្យលិខិតឆ្លងកាត់តែគ្រួសារចៅទៀននេះខ្ញុំបានរករឿងគេនៅក្នុងបន្ទប់ទៀតហើយជាសេនាប្រមុខមួយទាំងមូលបានជាចិត្តចង្អៀតបែបនេះម៉ងមិនបានធ្វើនៅកន្លែងអាជីវកម្មផងមានពាក់ព័ន្ធអ្វីជាមួយនឹងនាងទៅនាងកាលពី3ឆ្នាំមុនបានធ្វើខុសទៅលើលោកសេនាប្រមុខហើយយកលុយ$1000ទៅប្រមាថគេទៀតខ្ញុំមើលទៅបើសិនជារឿងនេះមិនដោះស្រាយទេគ្រួសារចៅរបស់យើងមិនអាចយកលិខិតឆ្លងកាត់បានទេស៊ូជីម៉ុងរឿងនេះនាងជាអ្នកបង្កឡើងទេនាងគួរតែដោះស្រាយដោយខ្លួនឯងទៅហើយនេះបើសិនជាមិនអាចយកបានលិខិតទេក៏នៅហើយតែចុះណាមិនអីទេណែលោកប៉ាមុននេះលោកប៉ានៅនិយាយថាលិខិតឆ្លងដែននោះគឺពាក់ព័ន្ធជាមួយនឹងការស្លាប់រស់របស់គ្រួសារចៅហើយលោកប៉ានៅនិយាយទៀតថាបើសិនជាខ្ញុំអាចយកលិខិតឆ្លងកាត់នោះបានប្រកាសជាឡើងតំណែងយ៉ាងម៉េចឥឡូវនេះដល់វេនស៊ូឈីម៉ុងមានពាក្យណាស់ហើយមួយម៉ាត់ក៏បញ្ចប់ហើយមែនទេលោកប៉ាអ្នកម៉េងអ្នកទាំងពីរក៏មិនអារម្មណ៍អីខ្ញុំនឹងយកកាដូទៅដំណាក់សេនាប្រមុខនៅថ្ងៃស្អែកនេះដើម្បីសុំទោសលោកសេនាប្រមុខប្រកាសជាយកលិខិតឆ្លងកាត់បានល្អអញ្ចឹងនៅចាំលិខិតឆ្លងកាត់របស់លោកសេនាប្រមុខថ្ងៃស្អែកចុះណាត្រូវហើយឆាប់អង្គុយញ៉ាំបាយសិនទៅលោកសេនាប្រមុខនេះគឺពូកែចងគំនុំណាប្រហែលឆ្នាំនេះមិនដឹងថានៅផ្ទះគាត់មានប្រមាណដងទេសុទ្ធតែត្រូវបដិសេធនៅក្រៅផ្ទះរហូតនាងគឺជាជនបង្ករឿងប្រកាសជាត្រូវបានឆ្មាំរបស់លោកសេនាប្រមុខបញ្ចេញមកហើយគូចិញ្ហាងនេះពិតជាមានសំណាងស្នេហ៍ច្រើននិងសម្បូរបែបមែនសួស្តីខ្ញុំមករកលោកសេនាប្រមុខគូចិញ្ហាងថ្លើមធំនាងគឺជាអ្នកណាទៅបើជាហ៊ានហៅឈ្មោះពេញរបស់សេនាប្រមុខយើងខ្ញុំជាអ្នកណាបើសិនជានិយាយមកខ្លាចតែបំភ័យពួកនាងឲ្យស្លាប់ព្រោះខ្ញុំជាម្ចាស់ឧបត្ថម្ភសេនាប្រមុខពួកនាងពលលោកទៅរាយការណ៍ចាស់ថាខ្ញុំគឺជាមនុស្សអាជីវកម្មរបស់គ្រួសារចៅបាននិយាយរឿងជាមួយនឹងលោកសេនាប្រមុខតាមពិតជាមនុស្សគ្រួសារចៅសោះគ្រួសារចៅនេះពិតជាអាក្រក់មែនប៉ុន្មានថ្ងៃមុនលោកប្រុសរបស់ពួកគេត្រូវបានសេនាប្រមុខដេញចេញពេលនេះក៏បានប្រើល្បិចសម្រាប់មកទៀនគ្មានបានប្រយោជន៍អ្វីទេលោកសេនាប្រមុខឆ្លាតនឹងពូកែប្រកាសជាមិនអាចជាប់តាក់បានទេម្សិលមិញលោកសេនាប្រមុខបានរកមនុស្សដើម្បីឆ្លើយតបរួចហើយមនុស្សគ្រួសារចៅគឺមិនអនុញ្ញាតឲ្យបោះជំហានចូលធ្វើធំរបស់សេនាប្រមុខឡើយអញ្ចឹងតើប៉ុន្មានអ្នកនេះបានចាំលោកសេនាប្រមុខយូរប៉ុណ្ណាទេតើបានជួបគាត់ឬអត់នេះស្មានតែពួកយើងគឺដូចជានាងមករកលោកសេនាប្រមុខពិតជាថោកទាបមែនខ្ញុំមិនបានគិតអញ្ចឹងទេខ្ញុំគ្រាន់តែគិតថាពួកនាងបានជួយយាមធ្វើឲ្យដំណាក់លោកសេនាប្រមុខដោយគ្មានសំណងនាងមកជាហ៊ានប្រមាថពួកយើងនេះគឺជាជំនួយការលោកសេនាប្រមុខប្រកាសជាលោកសេនាប្រមុខត្រូវមកទទួលស្វាគមន៍ហើយអ្នកដែលលោកសេនាប្រមុខចង់ជួបគឺជាខ្ញុំទេអ្នកនាងស៊ូលោកសេនាប្រមុខសូមអញ្ជើញអ្នកនាងស៊ូលោកសេនាប្រមុខសូមអញ្ជើញខ្ញុំសុំទោសខ្ញុំត្រូវតែជួបលោកសេនាប្រមុខហើយអ្នកនាងស៊ូលោកសេនាប្រមុខកំពុងមានរឿងបន្តិចបន្តួចនេះជាបន្ទប់សភៅរបស់គាត់អ្នកនាងនៅទីនេះសប្បាយបន្តិចទៅទីនេះគឺជាបន្ទប់សភៅគឺជាកន្លែងឯកជនមិនអញ្ចឹងពួកយើងទៅបន្ទប់ទទួលភ្ញៀវទៅណែបើតាមតំណែងតំណងរបស់អ្នកនាងនិងលោកសេនាប្រមុខអ្នកនាងចាត់ទុកទីនេះជាកន្លែងរបស់ខ្លួនទៅអញ្ចឹងក៏បានតាមមើលទៅចំណុចការឈិនគឺបានដឹងច្បាស់ពីរឿងតំណែងតំណងខ្ញុំនឹងគួរចិញ្ហាងតែម្ដងអ្នកនាងពិសាតានសម្រួលចុះហេតុអីបានជារូបថតរបស់ក្មេងស្រីនេះដូចជាប្រហាក់ប្រហែលអញ្ចឹងតែនេះគឺជារូបថតកូនស្រីលោកមែនទេម៉ងនេះគឺកាមេរ៉ាចំនួនថ្មីបងអស់ដែលលោកប៉ាខ្ញុំបានទិញតុក្កតាមកឲ្យក្រៅប្រទេសណាឲ្យខ្ញុំថតមួយស្លឹកឲ្យនាងចោះណាមកខ្ញុំថតឲ្យនាងល្អស៊ូឈីម៉ុង
ឆ្នាំមុនខ្ញុំគួរតែទៅហើយនាងបានបំភ្លេចខ្ញុំចោលទាំងស្រុងតែម្ដងកូនស្រីប្រកាច់យកស្អីជាសេនាប្រមុខមួយទាំងមូលហេតុអីបានជានិយាយសម្ដីជេរអញ្ចឹងនេះឆាប់និយាយមកតើមានរឿងស្អីទៅចំពោះរឿងរវាងពួកយើងតើអាចមិនពាក់ព័ន្ធជាមួយនឹងគ្រួសារចៅបានទេគ្រួសារចៅយ៉ាងហោចណាស់ក៏ចាត់ទុកជាអាជីវកម្មទី1ទី2នៅទីក្រុងហាយដែរដំណាក់សេនាប្រមុខមិនអាចសូម្បីតែលិខិតឆ្លងកាត់មួយសន្លឹកក៏មិនអាចសញ្ញាឲ្យដែរមែនទេគឺចៅជំនាញជំនះឲ្យនាងមកមែនទេមិនមែនទេគឺខ្ញុំមកដោយខ្លួនឯងខ្ញុំនឹងថារវាងពួកយើងគឺមានរឿងដែលមិនសប្បាយចិត្តប៉ុន្តែលោកសេនាប្រមុខមានអំណាចនិងតំណែងខ្ពស់ប្រកាសជាអាចបែងចែករឿងឯកជននិងរឿងការងារអ្នកនេះចឹងអ្នកនេះមិនចាំបាច់ពាក់មុខខ្ពស់អ្វីឲ្យខ្ញុំទេមនុស្សខ្ញុំចេះតាមពីដើមមកចូលចិត្តយករឿងឯកជនមកដាក់ក្នុងការងារគំនុំផ្ទាល់ខ្លួននេះមកនេះលោកសេនាប្រមុខតើអាចសញ្ញាលិខិតឆ្លងដែនមួយសន្លឹកឲ្យគ្រួសារចៅបានទេសូឈីម៉ុងល្បិចសម្រាប់របស់នាងមានប្រយោជន៍ចំពោះខ្ញុំទេអប្រយោជន៍មិនក៏មិនប្រាប់ខ្ញុំលឿនជាងនេះមនុស្សនាងម្នាក់នេះពិតជាមានចិត្តមិនមានគុណធម៌មែនគឺលើកលែងតែលោកប្រាប់សញ្ញាលិខិតឆ្លងកាត់ឲ្យគ្រួសារចៃខ្ញុំអាចជួយសញ្ញាឲ្យបានប៉ុន្តែនាងត្រូវតែយល់ព្រមលក្ខខណ្ឌជាមួយខ្ញុំសិនជាលក្ខខណ្ឌអ្វីទេរើចេញពីគ្រួសារចៅហើយស្នាក់នៅវិឡាលីអ៊ីងទៅល្អអញ្ចឹងលោកសញ្ញាលេនេះទេរួចហើយអញ្ចឹងពួកយើងឥឡូវនេះគួរតែយប់នេះខ្ញុំចាំនាងនៅវិឡាលេងអីចឹងល្អអញ្ចឹងលោកសេនាប្រមុខទៅរងចាំសិនទេនាងបានន័យថាម៉េចខ្ញុំគឺបានយកព្រមជាមួយលោករើទៅវិឡាលីអ៊ីងប៉ុន្តែខ្ញុំក៏មិនបាននិយាយថាពេលណាដែរខ្ញុំមានកម្រងថា5ឆ្នាំក្រោយបានរើទៅសូឈីមីងមិនធ្លាប់មានអ្នកណាហ៊ានលេងជាមួយនឹងយើងបែបនេះណាយ៉ាងម៉េចដែរគ្រួសារគេបដិសេធទៀតហើយមែនទេត្រូវឆ្មាំដំណាក់សេនាប្រមុខបណ្ដឹងចាញ់ហើយមែនទេកូនសុំអុយអញបាត់មាត់ទៅម៉ងមិនអីទេនេះគ្រាន់តែជាជំនួយមួយរបស់គ្រួសារចៅយើងប៉ុណ្ណោះមិនប្រញាប់ដូចទេណាឲ្យតែមនុស្សឯងមិនអីទៅគឺបានហើយត្រូវហើយម៉ងអាលិខិតឆ្លងកាត់នេះចាំបន្តិចទៀតប៉ានឹងរំជប់បាយផ្សេងណាឯងក៏មិនទុកខ្លួនឯងអីមិនអីទេលោកប៉ាណាមីងលិខិតឆ្លងកាត់ខ្ញុំយកបានហើយថាម៉េចនាងបានយកលិខិតឆ្លងកាត់ហើយនាងមិននឹងអាចទៅរួចទៅល្អម៉ងឯងពិតជាផ្កាយសំណារបស់គ្រួសារចៅយើងមែនមិនអាចទៅរួចទេសូម្បីតែលោកប្រុសគ្រួសារចៅយើងក៏ត្រូវបានឆ្មាំដំណាក់លោកសេនាប្រមុខបណ្ដឹងចេញដែរនាងស៊ូឈីម៉ុងសំអាងលើអ្វីដែលអាចយកលិខិតឆ្លងកាត់ពីដៃរបស់គេបានឈប់សិនស៊ូឈីម៉ុងមានរឿងអ្វីទេនាងយកលិខិតឆ្លងកាត់ចេញពីដៃរបស់លោកសេនាប្រមុខយ៉ាងម៉េចមិនខុសទេគឺ
អ្វីដែលលោកបានគិតអញ្ចឹងខ្ញុំគឺបានយកខ្លួនប្រាណទៅតាក់ទាញលោកសេនាប្រមុខដើម្បីយកលិខិតឆ្លងកាន់ចម្លើយនេះពេញចិត្តឬអន់ ស៊ូឈីម៉ុង នាងអ្វីនាងទេបើសិនជាមិនមានរឿងអ្វីទេក៏ឆាប់ចេញទៅ ឥឡូវនាងជាអ្នកនាងគ្រួសារជើហើយនៅធ្វើការនៅអាសនៈការកសែតស្អីទៀតឲ្យអ្នកដតីគេស្មានថាគ្រួសារជើយើងនឹងធ្វើបាបនាងទៀតផង ល្អអាចតើលោកប្រុសធំនៃគ្រួសារចៅមិនប្រកាន់ថាខ្ញុំយកលុយរបស់គ្រួសារចៅទៅចិញ្ចឹមប្រុសបាន អ្នកនាងស្រាប់ឮថាអ្នកមកថ្មីគឺត្រឡប់មកពីការសិក្សានៅបរទេសហើយធ្លាប់ធ្វើជាអ្នកកសែតនៅក្រៅប្រទេសទៀត បងលីនទើបតែលេងចេញពីតំណែងស្នាការកសែតក៏រកបានមនុស្សអស្ចារ្យយ៉ាងនេះនេះគឺចាំប្រកួតប្រជែងតំណែងជាអ្នកនិពន្ធសំខាន់ជាមួយនឹងស៊ូឈីមុងបែបនេះគឺល្អណាស់ស៊ូឈីមុងមានសមត្ថភាពអ្វីទៅមានមុខមួយដែលមានសម្រស់ស្រស់ស្អាតតែប៉ុណ្ណោះក៏ប៉ុន្តែពឹងការលក់សម្រាប់ដើម្បីឡើងតំណែងតែប៉ុណ្ណោះកន្លែងពួកយើងនេះអ្នកណាដែលមិនពូកែជាងនាងទៅ ហើយម៉ងហេនាងទៅត្រឡប់មកវិញពីកាលទៅហ្នឹង គឺពេលដែលអ្នកទាំងអស់គ្នាសរសើរថាខ្ញុំស្អាត ម៉ងពាក្យដែលពួកយើងនិយាយបាញ់មិញនាងកំទុកក្នុងចិត្តអីពួកយើងគឺខ្លាចអ្នកតំណែងនិពន្ធដែលសំខាន់នៅក្នុងដៃរបស់អ្នកដតីម៉ងនេះមិនតន់ដឹងទេមែនទេស្នាក់ការខ្សែថ្ងៃនេះមានមនុស្សថ្មីមកត្រឡប់ពីសិក្សានៅក្រៅប្រទេសលោកប្រធានដូចជាពេញចិត្តនឹងគេខ្លាំងណាស់ លោកប្រធាននេះពិតជាចាំមែនបងលីនលេងចេញពីតំណែងជាអ្នកនិពន្ធសំខាន់នេះគួរតែជារបស់ម៉ងប៉ុន្តែបាននិយាយទៅស្នាក់ការកសែតហៃឆឹងគឺត្រូវការអ្នកនិពន្ធសំខាន់ម្នាក់ដែលមានអត្តចរិតនិងជំនាញខ្លាំងក្លាមិនមែនជាថោផ្កាមួយដែលមានតែសម្បកនោះទេម៉ងនាងលើកនេះដូចជាគ្រោះថ្នាក់ពេកហើយជាថោផ្កាក៏ជាថោផ្កាដែលល្អជាស្បែកជើងធ្លុះដែរខ្ញុំបានឮមកថាអ្នកកសែតរបស់យើងមានមនុស្សម្នាក់បានតាទៀងប្រធានផ្នែកហ៊ូនៃផ្នែកហិរញ្ញវត្ថុខាងក្រៅហើយក៏ត្រូវបានអ្នកនាងហ៊ូតាពីកំភ្លៀងទៀនគេតាំងពីកំពុងតែចាំងលេងលះគ្នាទៀនស៊ូឈីមុងនាងកុំចាប់ប្រកាន់គេផ្ដេសផ្ដេសមិនមែនទេលីវុយនាងខាងអ្វីទេខ្ញុំមិនបានបញ្ជាក់ថាជាឈ្មោះរបស់នាងឯនេះមិនអាចពិតជានាងទេមែនទេនាងយ៉ាងបលឹមបែបនេះកំពុងតែឆ្លោះគ្នារឿងអីថ្ងៃនេះស្នាក់ការកសែតរបស់យើងមានបុគ្គលិកចូលថ្មីម្នាក់សេលីនណែនាំខ្លួនឲ្យស្គាល់ទៅអ្នកទាំងអស់គ្នាសូមស្វាគមន៍ សួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះថាលីនសៃសេវតើតែមកទីនេះលើកដំបូង
ខ្លង Thank you.